ពីហ្នឹងធ្វើម៉េចឲ្យវាមានតំណែងគ្នាយើងស្ដែងជាក់ឥឡូវគុំបាយឲ្យអញ្ចឹងកំហាប់ជាម៉ាស់កំហាប់ជាម៉ាស់វាមិនស្មើម៉ាស់លើគេមានលើមានត្រូវអត់ចាំម៉ាស់ស្មើអីគេគ្នាយើងម៉ាស់មិនស្មើចំនួនម៉ូលគុណនឹងម៉ាស់ម៉ូលអញ្ចឹងចេះមកតបនេះយើងមើលប៉ុណ្នេះណាយើងមើលដូចអីគេថាប្រធានខ្លីចម្លើយវែងតែលំហាត់នេះប្រធានខ្លីចម្លើយក៏ខ្លីដូចគ្នាអញ្ចឹងយើងមកមើលទាំងអស់គ្នាលំហាត់នេះយើងគេថា solution NaOH មួយវាមានកំហាប់អានេះគេហៅថាកំហាប់ជាម៉ូលណា 0.02m បន្ទាប់មកគេអត់និយាយអីគេឲ្យយើងចេះនិយាយកំហាប់ជាម៉ាស់នៃ solution ហ្នឹងអញ្ចឹងយើងត្រូវធ្វើម៉េចអញ្ចឹងតាក់ទងមួយលំហាត់មួយហ្នឹងនិយាយទេយើងដំបូងយើងដាក់រូបមន្តសិនរូបមន្តកំហាប់ជាម៉ូលអីគេយើងដាក់មកកំហាប់ជាម៉ូលគឺចំនួនម៉ូលនៅលើ VS ចុះកំហាប់ជាម៉ាស់ស្មើអីគេកំហាប់ជាម៉ាស់រូបមន្តរបស់វារូបមន្តរបស់កំហាប់ជាម៉ាស់ស្មើម៉ាស់លើ VS វិញអញ្ចឹងយើងឃើញអាពីរហ្នឹងធ្វើម៉េចឲ្យវាមានតំណែងគ្នាយើងស្ដែងជាឥឡូវគ្រូបាយឲ្យអញ្ចឹងកំហាប់ជាម៉ាស់កំហាប់ជាម៉ាស់វាមិនស្មើម៉ាស់លើអីគេមានលើមានត្រូវអត់ចាំម៉ាស់ស្មើអីគេគ្នាយើងម៉ាស់មិនស្មើចំនួនម៉ូលគុណនឹងម៉ាស់ម៉ូលអញ្ចឹងចេះមកតបនេះយើងមើលប៉ុណ្នេះណាយើងមើលដូចអីគេដូចកំហាប់ជាម៉ូលអត់អញ្ចឹងមានន័យថាកំហាប់ជាម៉ាស់របស់យើងស្មើអីទេស្មើកំហាប់ជាម៉ូលគុណនឹងអំធំអីគេនេះ NaOH ហ្នឹងឯងអញ្ចឹងយើងរកមកអំធំនៃ NaOH ហ្នឹងស្មើប៉ុន្មានយើងបូកមកស្មើ40ក្រាមក្នុង1ម៉ូលនៅថាអត់អញ្ចឹងយើងអាចទាញបានឯងឃើញអត់កំហាប់ជាម៉ាស់របស់យើងគឺស្មើ40គុណជាមួយប៉ុន្មាន 0.02 នោះគេឲ្យមកខាងលើនោះអញ្ចឹងវាស្មើប៉ុន្មានស្មើ 0.8 ក្រាមក្នុង1លីត្រកំហាប់ជាម៉ូលក្នុង1លីត្រកំហាប់ជាម៉ាស់ស្មើវាក្រាមក្នុង1លីត្រអញ្ចឹងលំហាត់មួយហ្នឹងឃើញអត់ប្រធានខ្លីចម្លើយក៏ខ្លីដូចគ្នាងាយអញ្ចឹង